នេះគឺជាប្រភេទម៉ាស៊ីនឆ្ពង់ដែលយើងអាចប្រើសម្រាប់កូនតម្កាតរហូតដល់អាយុនិយាយទៅដល់ធំហ្មងភើជាលក្ខណៈគ្រួសារសម្រាប់កម្រិតផ្សែងរបស់គេយើងតាមស្តង់ដារហើយសលេងគេស្ងាត់ល្អស័ក្តិសមសម្រាប់ម៉ាមីដែលគាត់ប្រើសម្រាប់កូនតូចម៉ាស៊ីនឆ្ពង់នេះគឺប្រភេទស៊េរីចាស់គឺយើងអាចប្រើបាន3របៀបទី1អាចដាក់ថ្មពិលប្រើទី2ដល់បដាប្រើបដាទី3យើងអាចប្រើជាមួយនឹង power bank មួយឈុតនេះមកបងទិញទៅគឺមានទទួលបានដូចក្នុងរូបបែបនេះតែម្ដងមានជាតួម៉ាស៊ីនមានម៉ាស់តូចធំប្រើសម្រាប់កូនក្មេងមនុស្សចាស់ហើយមានឆ្ពង់តាមមាត់មានសភៅណែនាំផងដែរមានខ្សែឆ្លងសាករបស់គេដែរទៅសម្រាប់ម៉ាស៊ីនឆ្ពង់គឺយើងប្រើឆ្ពង់ជាមួយនឹងស្រោមប្រៃជួយព្យាបាលសម្រាប់ក្មេងដែលគាត់ផ្ដាសាយគាត់ហ៊ានសបោតឹងច្រមុះពិបាកដកដង្ហើមជាពិសេសសម្រាប់កូនតូចៗគាត់ទៅកើតរឿងអាចសគួរប្រើនៅពេទ្យបានហើយសម្រាប់ប្រភេទម៉ាស៊ីនឆ្ពង់នេះផងដែរក៏អត់មានផលប៉ះពាល់ដល់កូនក្មេងណាម៉ាមីចាគឺប្រភេទកម្រិតផ្សែងគេចឹងតាមស្តង់ដារតែម្ដងហើយសលេងនៅពេលដែលយើងកូនយើងគេងអីចឹងយើងងាយស្រួលឆ្ពង់ឲ្យគាត់វាអត់លឺសំឡេងរំខានហើយសម្រាប់ខាងខ្ញុំមានចាប់ជាកញ្ចប់ជូនណាសម្រាប់ម៉ាមីដែលគាត់ចាទិញទៅគឺខ្ញុំមានថែមស្រោមប្រៃពីលើហើយខ្ញុំមានប្រូម៉ូសិន free ដឹកទៀតចាសម្រាប់ម៉ាមីដែលចង់បានជាមួយនឹងស្រោមប្រៃមកប្រអប់យកទៅប្រើហ្មងខ្ញុំក៏មានដែរណាម៉ាមី